បងប្អូនថ្ងៃហ្នឹងមកបង្ហាញអំពីរបៀបធ្វើស្ពៃជូរយើងមានស្ពៃជើងទា5គីឡូពុះវាជា2ហើយយើងកាត់សម្អាតវាឲ្យបានស្អាតមកហើយយើងពោះកដាលនេះផងកុំឲ្យវាស្អុយខាងស្នូវាហ្នឹងយើងសម្អាតហើយយើងយកទៅលាងទឹកទៀតលាងទឹកហ្នឹង3ទៅ4ទឹកបងប្អូនព្រោះអីស្ពៃយើងអត់ស្អាតទេហើយលាងត្រូវថ្នមដៃបន្តិចបើមិនចឹងទេបាក់អស់ហើយនេះទឹកទី1តែយើងលាង3 4ទឹកបងប្អូនអើយនេះមកបានសស្អាតចេះណាហ្នឹងហើយនៅពេលដែលយើងលាងសម្អាតហើយអស់យើងចាប់ដាក់ដាំទឹកដើម្បីសោះវាទឹកសោះហ្នឹងត្រូវប្រើអំបិលមកសភាចឹងមកនៅពេលដែលវាពុះចាំយើងដាក់ស្ពៃសោះខាងគល់ហ្នឹងហើយកន្លែងសោះហ្នឹងសំខាន់ណាបងប្អូនបើយើងអត់ចេះសោះទេស្ពៃយើងញ៉ាំអត់កើតទេហើយល្វីងទៀតកាលដែលយើងសោះហ្នឹងគឺយើងត្រូវសម្គាល់វាអញ្ចេះបងប្អូនយើងសោះវាហ្នឹងទឹកត្រូវក្តៅជានិច្ចបងប្អូនដើម្បីស្ពៃយើងសោះទៅវាល្អនេះយើងសម្គាល់វាឡើងពណ៌បៃតងអញ្ចឹងណាបើនៅសគឺអត់កើតទេយើងទុកវាតពណ៌បៃតងដូចក្នុងរូបហ្នឹងណាបងប្អូនណាហ្នឹងហើយនៅពេលដែលសោះវាហើយអញ្ចឹងយើងរៀបវាដាក់កន្លោហើយបានស្អាតមកកុំភ្លេចដំខ្ទឹមសដាក់ព្រោះខ្ទឹមសសំខាន់ណាដើម្បីស្ពៃយើងជូរតបមកយើងដាក់ដាំទឹកម្ដងទៀតអាទឹកហ្នឹងគឺដើម្បីឈូរអីហើយទឹក3លីត្រកន្លះនេះគឺខ្ញុំតម្រូវស្ពៃ5គីឡូខ្ញុំដាក់អំបិលក្រួសចូល3សភាខ្លីហើយតបមកខ្ញុំដាក់ប៊ីចេង2សភាខ្លីហើយតបមកទៀតខ្ញុំដាក់ទឹកត្រី2វែកហើយយើងដាំវាឲ្យពុះចឹងណាហើយចាប់ផ្ដើមនៅពេលទឹកចាប់ដើមពុះយើងចាក់វាចូលទៅក្នុងអាកឡដែលយើងរៀបស្ពៃចូលហ្នឹងណាយើងចាក់ចូលក្នុងកឡហ្នឹងហើយយើងចំហក្របវាទុកវាឲ្យវាត្រជាក់សិនចាំយើងចាប់ផ្ដើមក្របវាបើមិនចឹងទេស្ពៃយើងហ្នឹងអាលួយហើយ